អូខេសួស្តីអ្នកនាងថ្ងៃនេះគឺយើងមកជួបជាមួយនឹងសាច់យើងថ្មីផងដែរចំពោះរឿងយន្តសងរបស់យើងគឺខ្ញុំកើតជំងឺខ្ជិលធើអ្នកនាងសារតែវាតប៉ែឡើងពេកវាវល់ពេកហើយសាច់ជឿមួយនេះគឺវាមិនមែនតិច chapter ទេអ្នកនាងចូល5 600 chapter នេះយល់ទៅចេញដល់ season 3 season 4ហើយចំពោះគ្នាយើងណាដែលចង់ឧបត្ថម្ភខ្ញុំអ្នកនាងអាចឧបត្ថម្ភបានតាមរយៈ QR code តែម្ដងហើយដោយអ្នកនាងបានដឹងចឹងថា YouTube ធ្វើទៅគឺវាអត់មានបានចំណូលទេអ្នកនាងអញ្ចឹងហើយមានតែពឹងពាក់លើអ្នកនាងតែប៉ុណ្្នឹងឯងទោះជាតិចក្តីក៏ច្រើនក្តីក៏ដោយការ donate ទាំងអស់ហ្នឹងវាពិតជាជួយខ្ញុំបានច្រើនខ្លាំងមែនទែនអ្នកនាងជាពិសេសគឺការចេញវីដេអូតែម្ដងកាលណាដែលមានអ្នក donate អញ្ចឹងគឺខ្ញុំនឹងធ្វើវីដេអូលឿនៗជូនអ្នកនាងហើយតោះកុំឲ្យអ្នកគ្នាចាំយូរចឹងហើយចូលទៅកាន់សាច់រឿងហ្មងទៅផ្ដើមសាច់រឿងមកយើងក៏បានឃើញមនុស្ស2នាក់ផងដែរកំពុងតែអង្គុយពិភាក្សាគ្នានឹងឯងដែលមនុស្ស2នាក់ហ្នឹងកំពុងតែនិយាយទៅកាន់មនុស្សម្នាក់ទៀតដែលមនុស្សម្នាក់ហ្នឹងគឺជាសិស្សសាលាទេហើយសិស្សសាលាម្នាក់ហ្នឹងមានឈ្មោះថាលីស៊ីអ៊ុនហើយមនុស្ស2នាក់ហ្នឹងក៏បាននិយាយផងដែរថាលីស៊ីអ៊ុននេះគឺជាគ្រូក្បាច់គុនកំពូលហើយមនុស្ស2នាក់ហ្នឹងក៏បាននិយាយផងដែរថាលីស៊ីអ៊ុននេះគឺជាអ្នកចម្បាំងម៉ូរីមយល់ទៅអ្នកចម្បាំងម៉ូរីមគឺជារហស្សនាមរបស់លីស៊ីអ៊ុនចឹងអ្នកនាងវិសាជរឿងរបស់យើងក៏បានកាត់មកដល់ក្មេងប្រុសម្នាក់ផងដែរដែលពេលនេះគឺគេកំពុងតែចង់លោតសម្លាប់ខ្លួនឯងពីលើដំបូលសាលាហើយមនុស្សម្នាក់ហ្នឹងមានតែគេឆ្ងាយទេអ្នកនាងគឺតួឯករបស់យើងនឹងឯងដែលមានឈ្មោះថាកាងហាជេនៅពេលនោះហាជេនឹងបំរុងតែលោតសម្លាប់ខ្លួនហើយក៏មានពាក្យសម្ដីមួយផងដែរថាឯងនឹងចង់លោតសម្លាប់ខ្លួនមែនទែនឬក៏យ៉ាងណារំពេចនោះគឺហាជេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយដោយសារតែគឺគេឡើងមកលើដំបូលហ្នឹងគឺគេចាប់អារម្មណ៍ហើយថាអត់មានមនុស្សម្នាក់ទេនៅលើដំបូលហ្នឹងប៉ុន្តែហាជេក៏បាននិយាយផងដែរថាឯងនឹងគឺជាណាគេហើយហាជេក៏បានសួរទៅកាន់អប៉ិហ្នឹងផងដែរថាអប៉ិហ្នឹងមកដល់តាំងពីពេលណាហេតុអីបានជាគេអត់លឺសម្រាប់ជើងរបស់អប៉ិហ្នឹងអញ្ចឹងហើយហាជេក៏បានគិតផងដែរថាមើលទៅអប៉ិនេះគឺដូចខ្មោចអញ្ចឹងណាអ្នកនាងអីកុំឲ្យចាំយូរចឹងហើយខ្ញុំប្រាប់ឈ្មោះអប៉ិហ្នឹងមកទៅអប៉ិហ្នឹងមានឈ្មោះថាលីស៊ីអ៊ុនគឺជាជើងឯកកំពូលនឹងឯងយល់ទៅគឺជាគ្រូក្បាច់គុនកំពូលឬក៏ជាអ្នកចម្បាំងម៉ូរីមហ្នឹងហើយអប៉ិស៊ីអ៊ុនក៏បាននិយាយទៅកាន់ហាជេផងដែរតែហេតុអីបានជាឯងចង់សម្លាប់ខ្លួនអញ្ចឹងឯងដឹងទេគឺជីវិតមួយហ្នឹងគឺវាមានតម្លៃណាស់ណាការសម្លាប់ខ្លួននេះគឺមិនមែនជាជំរឿនដ៏ត្រឹមត្រូវឡើយហើយស៊ីអ៊ុនក៏បាននិយាយទៀតផងដែរថាឯងចង់សម្លាប់ខ្លួនដោយសារតែគេធ្វើបាបឯងអញ្ចឹងហើយហាជេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយដោយសារតែស៊ីអ៊ុនហ្នឹងដឹងរឿងរបស់គេអញ្ចឹងហើយហាជេក៏បាននិយាយទៅកាន់ស៊ីអ៊ុនវិញផងដែរថាឯងស្មានតែយើងចង់អញ្ចឹងហើយគឺពួកគេទាំងអស់នោះគឺពួកគេទាំងអស់ហ្នឹងហើយដែលតែងតែធ្វើបាបយើងរាល់ថ្ងៃអញ្ចឹងយើងគ្រាន់តែចង់រស់នៅជីវិតមួយដ៏សាមញ្ញតែប៉ុណ្្នឹងឯងប៉ុន្តែពួកគេទាំងនោះគឺមិនឲ្យយើងរស់នៅក្នុងសភាពបែបហ្នឹងនោះទេគ្រប់ពេលដែលយើងមើលមុខទៅកាន់ពួកគេនឹងដូចជាបិសាចអញ្ចឹងដែលធ្វើឲ្យយើងពិតជាពិបាករៀនពិបាករស់នៅខ្លាំងមែនទែនហើយយើងពិតជាមិនអាចនោះទេហើយស៊ីអ៊ុននឹងក៏បានរុញទម្លាក់ហាជេពីលើអាគារតែម្ដងស៊ីអ៊ុនក៏បាននិយាយថែមទៀតផងដែរទៅកាន់ហាជេថាវាគ្រាន់តែជាយល់សប្តិប៉ុណ្្នឹងឯងហើយហាជេក៏បានសួរទៅកាន់ស៊ីអ៊ុនមកថាហេតុអីបានជាឯងរុញយើងអញ្ចឹងនៅពេលដែលហាជេកំពុងតែធ្លាក់ហ្នឹងគឺហាជេពិតជាពិបាកចិត្តខ្លាំងមែនទែនហើយហាជេក៏បានយំផងដែរហើយក៏បានសម័យឃើញផងដែរការពីអតីតកាលរបស់គេនឹងឯងកាលគេនៅក្មេងៗចាយំទៅ memory ទាំងប្រហែលគឺវាលេចឡើងដោយខ្លួនឯងហើយហាជេនឹងក៏បានបិទភ្នែកខ្លួនឯងផងដែរថាខ្លួនឯងប្រកាសជាស្លាប់ហើយនៅពេលនោះហាជេក៏បានបើកភ្នែកទៅវិញគឺឃើញខ្លួនឯងកំពុងតែនៅស្នាក់នៅក្នុងមន្ទីរពេទ្យចាអ្នកគ្នាហើយហាជេក៏ឆ្ងល់ផងដែរដោយសារថាមូលហេតុអីតើមានរឿងអីនេះកើតឡើងឲ្យប្រកាសមុនហ្នឹងគឺគេបានធ្លាក់ពីលើដំបូលអាគារតើហេតុអីបានជាគេនៅក្នុងអាគារនេះទៅវិញហើយហាជេក៏ឆ្ងល់ផងដែរថាអប៉ិស៊ីអូននឹងគឺជាណាគេឧបករណ៍ដោយសារតែអប៉ិនឹងចេញចូលគឺអត់មានសម្លេងឡើយយល់តែអប៉ិស៊ីអូននឹងដូចខ្មោចអញ្ចឹងគឺហាជេបានគិតអញ្ចឹងនៅពេលដែលហាជេកំពុងតែគិតហ្នឹងក៏មានមនុស្សម្នាក់ផងដែរបើកទ្វារមកកាន់កន្លែងរបស់ហាជេតែម្ដងដែលអប៉ិនឹងមានឈ្មោះថាអ៊ុនហូអប៉ិអ៊ុនហូម្ដងគឺអត់ញ៉ៃញ៉ៃច្រើននោះទេគឺម្ដងគឺវាយហាជេរបស់យើងនេះគឺខ្ទប់អញ្ចឹងតែម្ដងហើយហាជេនឹងក៏បានសួរទៅកាន់អប៉ិអ៊ុនហូផងដែរថាមូលហេតុអីបានជាឯងវាយយើងអញ្ចឹងហើយអប៉ិអ៊ុនហូនឹងក៏បានបោះសភៅ note របស់ហាជេទៅកាន់មុខហាជេតែម្ដងហើយអប៉ិអ៊ុនហូក៏បាននិយាយថែមទៀតថាសភៅរបស់ហាជេនឹងសភៅ note នឹងពិតជាគួរឲ្យអស់សំណើចខ្លាំងហើយអ៊ុនហូនឹងក៏បានទាត់ទៅកាន់ហាជេមួយជើងផងដែរដែលធ្វើឲ្យហាជេនឹងពិតជាពិបាកធម៌មែនទែនហើយអ៊ុនហូនឹងក៏បានសួរទៅកាន់ហាជេផងដែរថាមូលហេតុអីបានជាឯងចង់សម្លាប់ខ្លួនឯងអញ្ចឹងហើយអ៊ុនហូនឹងក៏បានទះទៅកាន់ហាជេប្រមាណដៃផងដែរហើយនៅតែសួរហាជេដដែលអញ្ចឹងអ្នកនរគ្នានៅពេលនេះហាជេនឹងគឺទ្រាំលេចបានហើយហាជេនឹងក៏ស្ទុះវាប្រហារទៅកាន់អ៊ុនហូដល់ពេលនេះគឺអ៊ុនហូពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយតែអ៊ុនហូនឹងគឺអាចកិច្ចយ៉ាងងាយស្រួលតែម្ដងហើយអ៊ុនហូនឹងក៏បាននិយាយផងដែរថានេះគឺឯងចង់តដៃអញ្ចឹងហីគឺវាគួរឲ្យចង់សើចដល់នេះហើយអ៊ុនហូនឹងក៏បានទាត់ទៅកាន់ហាជេមួយជើងផងដែរដែលធ្វើឲ្យហាជេគឺខ្ទប់ជាមួយជញ្ជាំងតែម្ដងហើយអ៊ុនហូក៏បាននិយាយទៅកាន់ហាជេថែមទៀតថាគឺឯងគឺនៅខ្សោយខ្លាំងណាស់គឺអាកូនក្មេងតែហាជេនឹងគឺអត់ព្រមចាញ់ទេក៏បានបបួលអ៊ុនហូនឹងវាយគ្នាម្ដងទៀតដែលធ្វើឲ្យអ៊ុនហូវាពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអ៊ុនហូក៏រៀងសប្បាយចិត្តផងដែររំពេចនោះក៏មានសម្លេងមនុស្សម្នាក់ផងដែរនិយាយទៅកាន់ហាជេរបស់យើងតែហាជេរបស់យើងពិត
ជាក្លាហានជាងគេគិតទៅទៀតហើយសំឡេងនោះគឺមានតែគេឆ្ងាយទេអ្នកគ្នាគឺ CO ហ្នឹងហើយ CO ហ្នឹងក៏បាននិយាយផងដែរទៅកាន់ HJ មើលទៅយើងដូចជាបារម្ភឯងជ្រុលពេកទេនេះហើយ Onho ហ្នឹងវាក៏បាននិយាយផងដែរទៅកាន់ CO ថាឥឡូវហ្នឹងយើងកំពុងតែរវល់ហេតុឃើញក៏មកញញែងអញ្ចឹងរំពេចនោះគឺ CO ហ្នឹងបានចូលពីតំបន់តែម្ដងហើយក៏បានដើរសម្ដៅទៅកាន់ HJ មិនតែប៉ុណ្្នឹងទេគឺ CO ហ្នឹងបានបង្រៀន HJ ពីក្បាច់មួយចំនួនផងដែរគឺឲ្យ HJ នេះគឺសាកល្បងមើលជាមួយអាប៉ែ Onho ហើយ HJ ក៏បានស្ទុះទៅដាក់អាប៉ែ Onho តែម្ដងដោយកម្លាំងរបស់ HJ ពិតជាខ្លាំងមែនទែន HJ ដាក់មួយដៃទៅនៅពេលនេះគឺអាប៉ែ Onho គឺស្ពៃយកតែម្ដងគឺមួយដៃខ្ទាតជិត80ម៉ែត្រទៅអ្នកនរគ្នាហើយខ្ញុំភ្លេចប្រាប់អ្នកនរគ្នាថាកម្លាំងរបស់អាប៉ែ HJ គឺមិនមែនបានចេញពីខ្លួនឯងផ្ទាល់នោះទេគឺអាប៉ែ CO នេះគឺបញ្ចូលឲ្យទេអ្នកនរគ្នាគឺមុនពេលហក់ទៅវាយនេះគឺអាប៉ែ CO នេះយកដៃចុចចង្កេះអាប៉ែ HJ អញ្ចឹងដែលធ្វើឲ្យកម្លាំងរបស់អាប៉ែ CO នេះជ្រៀតចូលទៅក្នុងខ្លួនរបស់ HJ ហើយ HJ ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន HJ ក៏បានដឹងផងដែរថាកម្លាំងនេះគឺមិនមែនខ្លួនគេអ្នកបញ្ចេញមកនោះទេ HJ ក៏បានឆ្ងល់ផងទៀតថាតើកម្លាំងនេះគឺបានមកពីណាហេតុអីក៏ដងគឺគេអត់ដែលមានអញ្ចឹងនៅពេលនេះអាប៉ែ Onho គឺវាបានសន្លប់ស្ដោកយកតែម្ដងហើយកូនចៅរបស់អាប៉ែ Onho ក៏បានហៅ Onho ផងដែរថា Onho ងើបឡើងនេះឯងមិនអីតែអាប៉ែ Onho នេះគឺវាអត់បានងើបទេអ្នកនរគ្នាហើយកូនចៅរបស់គេពីរនាក់ពិតជាខឹងជាមួយ HJ របស់យើងមែនទែនហើយក៏បានដើរទៅរឿង HJ របស់យើងហើយ HJ នេះក៏បានបង្កាយផងដែរថាមិនមែនគេនោះទេគេមិនចង់ធ្វើចឹងទេប៉ុន្តែនៅពេលនោះ HJ ក៏បានប្រើប្រាស់ដៃរបស់គេទាំងសងខាងវាយទៅកាន់កូនចៅរបស់ Onho តែម្ដងដែលធ្វើឲ្យកូនចៅរបស់ Onho គឺខ្ទប់ទាំងអស់តែម្ដងហើយ Sion ក៏បានសរសើរទៅកាន់ HJ ផងដែរថាអីកម្លាំងរបស់ឯងនេះដូចជាមិនអន់ទេនេះត្រឹមតែមួយដៃទេគឺអាចផ្ដាច់គេបានមួយទៅហើយ HJ របស់យើងនេះក៏បាននិយាយផងដែរថាឯងកុំនិយាយឈ្គួតចឹងមើលគឺមិនមែនអញធ្វើទេហើយ HJ នេះក៏បានស្ទុះទៅវាយ Sion តែ Sion នេះគឺកលិះបន្តិចដែលធ្វើឲ្យ HJ គឺដួលបាត់ទៅហើយ HJ ក៏បានអរគុណទៅកាន់ Sion ផងដែរដែលជួយជីវិតរបស់គេអញ្ចឹងមិនតែប៉ុណ្្នឹងទេគឺ HJ នេះគឺបានស្នើសុំទៅកាន់ Sion ឲ្យជួយគេផងអញ្ចឹងអ្នកនរគ្នាហើយ HJ នេះក៏បាននិយាយទៅកាន់ Sion ថែមទៀតថាសិស្សច្បង Sion ណាជួយខ្ញុំផងអញ្ចឹងគឺគេចង់ខ្លាំងដូចជា Sion ដែរនៅពេលនោះ Sion នឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែ HJ បានដឹងពីឈ្មោះរបស់គេអញ្ចឹងតែ Sion នឹងក៏ចាប់អារម្មណ៍ផងដែរថានៅលើខ្លួនរបស់គេគឺមានផ្លែឈ្មោះអញ្ចឹងហើយសារជើងរបស់យើងនឹងក៏បានកម្មមកដល់2នាក់ដែលបើកឡានហើយនៅពេលនេះគេក៏បាននិយាយផងដែរថាពេលនេះគឺគេមកដល់កន្លែងហើយដើម្បីតែជួបជាមួយនឹង Lee Sion ហើយសារជើងរបស់យើងក៏បានបញ្ជាក់ផងដែរថា Lee Sion នេះគឺជាកំពូលមនុស្សហើយគឺជាជើងខ្លាំងបំផុតហើយសារជើងរបស់យើងក៏បានចប់ទៅត្រឹមនេះហើយអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចូលចិត្តអីអ្នកនរគ្នាកុំភ្លេចជួយចុច Subscribe និងចុចជា Comment Like អីអ្នកនរគ្នាកុំភ្លេចជួយប៉ាកាហ្វេខ្ញុំផងជាពិសេសអ្នកនរគ្នា